វិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ច IDE បានប្រាប់ពិធីអបអរសាទរប្រកាសសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាបនាព្រឹកថ្ងៃអាទិត្យ12កើតខែតុលាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី26ខែកក្កដាឆ្នាំ2026វិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ច IDE បានប្រាប់ពិធីអបអរសាទរប្រកាសសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចចំនួន183អង្គនាក់ក្រុមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាដាមលីសំរិទ្ធប្រធានក្រុមប្រឹក្សាភិបាលខេត្តសៀមរាបក្នុងឱកាសនោះដែរអាដាមបណ្ឌិតណេនចិន្តានាយកវិទ្យាស្ថានបានមានប្រសាសន៍ថាវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចជាវិទ្យាស្ថានឯកជនដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ51អនុក្របកចុះថ្ងៃទី6ខែមេសាឆ្នាំ2009ដែលមាន5មហាវិទ្យាល័យមានការបណ្ដុះបណ្ដាលតាំងពីកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ដោយមានការលើកទឹកចិត្តពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តវិស័យឯកជនបានចូលខ្លួនយ៉ាងសកម្មក្នុងការបម្រើសេវាកម្មបណ្ដុះបណ្ដាលវិស័យធនធានមនុស្សចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាបច្ចុប្បន្ននេះវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចពង្រីកខ្លួនដើម្បីឲ្យឆ្លើយតបជាមួយស្តង់ដារជាតិនិងអន្តរជាតិនៅកម្មវិធីទំនើបនិងទាន់សម័យអាដាមបណ្ឌិតបន្តទៀតថាជារៀងរាល់ឆ្នាំសិក្សានីមួយៗវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចបានផ្ដល់ជូនអាហារូបករណ៍ 100% 70% 50% 40% ជាច្រើនកន្លែងជូនដល់បងប្អូនសិស្សនិស្សិតមន្ត្រីរាជការបុគ្គលិកតាមរយៈអាដាមលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តអភិបាលនៃគណៈអភិបាលស្រុកនិងអង្គភាពផ្សេងៗទៀតទាំងនេះហើយដែលជាចំណែកមួយយ៉ាងសកម្មក្នុងការលើកកម្ពស់ធនធានមនុស្សនិងការកាត់បន្ថយភាពក្រីក្រដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀតអាដាមបណ្ឌិតបានបង្ហាញពីចំនួននិស្សិតដែលបានចុះឈ្មោះចូលរៀននិងកំពុងសិក្សានៅវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំសិក្សា2025-2026មានប្រមាណជាង1045អង្គនាក់ស្រីចំនួន645នាក់សាមណេរនិស្សិតប្រមាណជាង183អង្គនាក់ស្រី71នាក់ដែលបានបញ្ចប់ដោយជោគជ័យនាថ្ងៃនេះជាលើកទី2ហើយដែលវិទ្យាស្ថានបានរៀបចំពិធីប្រកាសសញ្ញាបត្រជូនសាមណេរនិស្សិតជ័យលាភីវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចធ្វើការបណ្ដុះបណ្ដាលលើមុខជំនាញនីតិសាស្ត្ររដ្ឋបាលសាធារណៈវិទ្យាសាស្ត្រនយោបាយទីផ្សារឌីជីថលគ្រប់គ្រងធនាគារនិងហិរញ្ញវត្ថុគណនេយ្យនិងហិរញ្ញវត្ថុវិទ្យាសាស្ត្រកុំព្យូទ័រព័ត៌មានវិទ្យា AI អក្សរសាស្ត្រអង់គ្លេសវិទ្យាសាស្ត្រអប់រំអក្សរសាស្ត្រខ្មែរគ្រប់គ្រងសន្តាគារទេសចរណ៍លក្ខនិងលក្ខជាកិច្ចបន្តអាដាមលីសំរិទ្ធប្រធានក្រុមប្រឹក្សាភិបាលខេត្តសៀមរាបបានមានមតិសំណេះសំណាលដល់សាមណេរនិស្សិតនិងអង្គពិធីទាំងមូលថាបន្ទាប់ពីនិស្សិតទាំងអស់ទទួលបានសញ្ញាបត្រនេះហើយតើសញ្ញាបត្រនេះនឹងធ្វើឲ្យនិស្សិតទាំងអស់មានការផ្លាស់ប្ដូរអ្វីខ្លះចាប់ពីពេលនេះទៅគ្មានអ្នកណាសួរយើងថាតើរៀនបាននិទេសអ្វីទៀតនោះទេនិស្សិតទាំងអស់ត្រូវខំសិក្សាបន្តទៀតបន្តយកសញ្ញាបត្រជាន់ខ្ពស់ថ្នាក់អនុបណ្ឌិតថ្នាក់បណ្ឌិតបន្ថែមទៀតដោយពាក្យចាស់លោកពោលថារៀនហើយរៀនទៀតរៀនមិនចេះចប់អាដាមប្រធានក្រុមប្រឹក្សាខេត្តបន្តថាបើនិស្សិតទាំងអស់បានក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលហើយកុំប្រព្រឹត្តអំពើផ្ដេសផ្ដាសធ្វើមន្ត្រីរាជការកុំយកម៉ោងពេទ្យធ្វើការងារក្នុងមួយថ្ងៃ8ម៉ោងទៅធ្វើការងារដើម្បីជាប្រយោជន៍ទៅខ្លួនចូលមើលនៅក្នុងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានិងលក្ខន្តិកៈដោយឡែកមន្ត្រីរាជការក្រមថ្នាក់ជាតិមានចំណុចដែលត្រូវធ្វើនិងចំណុចដែលត្រូវហាមមិនត្រូវយកតួនាទីភារកិច្ចសិទ្ធិអំណាចរបស់ខ្លួនទៅកេងប្រវ័ញ្ចដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយជាចុងបញ្ចប់នៃកម្មវិធីអាដាមលីសំរិទ្ធប្រធានក្រុមប្រឹក្សាភិបាលខេត្តសៀមរាបនិងអាដាមបណ្ឌិតនាយកវិទ្យាស្ថាននិងគណៈគ្រប់គ្រងវិទ្យាស្ថានប្រកាសសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់សាមណេរនិស្សិតវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបិទបញ្ចប់កម្មវិធី